ចតារាសីសម្រាប់ឆ្នាំទាំង12រាសីប្រចាំថ្ងៃបាទរាសីប្រចាំថ្ងៃគឺថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025តើរាសីរបស់យើងនឹងយ៉ាងម៉េចដែរបាទឡើងឬមួយក៏ចុះឬមួយក៏យ៉ាងម៉េចដែរអញ្ចឹងសូមបងប្អូនទាំងឡាយទាំងពួងដែលកំពុងតាមដានទស្សនានៅការ live របស់លោកគ្រូមហាជននឹងតាមដានទស្សនាហើយកុំភ្លេចណាខ្ញុំចែកម្លែកនៅរឿង3យ៉ាងពាក់ព័ន្ធមួយរាសីនឹងទី1គឺលេខសំណាងទី2ពណ៌សំណាងចំណែកទី3រាសីទូទៅអញ្ចឹងលេខសំណាងលេខហ្នឹងគឺសំដៅទៅលើលេខដែលយើងបានដាក់ជូនលេខសំណាងហ្នឹងបងប្អូន comment លេខសំណាងហ្នឹងទៅគឺនាំលៀបនាំសំណាងសម្រាប់យើងហ៎បាទចំណែកឯពណ៌សំណាងយើងពាក់ទៅគឺថាស្អែកយើងឆ្នាំជូតយើងត្រូវពាក់អាវពណ៌អីយើងពាក់ពណ៌ហ្នឹងទៅដើម្បីនាំលៀបនាំសំណាងបាទចំណែកឯរាសីយើងនឹងចែកម្លែកប្រាប់ថាតើឆ្នាំរបស់លោកអ្នកវាជួបរឿងអីខ្លះដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំលោកគ្រូមហាជនខ្ញុំនឹងមកទូទាយនៅរាសីប្រចាំថ្ងៃជូនដល់លោកអ្នកបាទប្រចាំថ្ងៃនេះគឺថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025បាទឆ្នាំ2025យើងផ្ដើមដំបូងទូទាយជូនលោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកដែលកើតនៅឆ្នាំជូតលេខសំណាងលេខ819ពណ៌សំណាងពណ៌ស្ពៃជ្រក់បាទលោកអ្នកដែលកើតនៅឆ្នាំជូតសូមលោកអ្នកខមមិនលេខសំណាងគឺលេខ819ចំណែកពណ៌សំណាងគឺពណ៌ស្ពៃជ្រក់បងប្អូនណាពណ៌ស្ពៃជ្រក់បងប្អូនបាទពណ៌ស្ពៃជ្រក់គឺជាពណ៌លំលៀបនាំសំណាងសម្រាប់បងប្អូនដែលកើតនៅឆ្នាំជូតរាសីរបស់លោកអ្នកដែលកើតនៅឆ្នាំជូតរាសីសម្រាប់ថ្ងៃទី26ខែឧសភាឆ្នាំ2025រាសីអ្នកកើតឆ្នាំជូតមិនសូវជាល្អប្រសើរប្រហែលទេសូមឲ្យលោកអ្នកដែលកើតនៅឆ្នាំជូតទាំងអស់អត់ធ្មត់អត់អោនអធិស្ឋានឲ្យគ្នាទៅវិញទៅមកដោយសារតែអ្នកដែលកើតឆ្នាំជូតតាមរាសីរបស់លោកអ្នកបានបញ្ជាក់យ៉ាងច្បាស់ថាគឺលោកអ្នកនឹងអាចមានចំនួនឆ្លោះទាស់តែងគ្នាកើតឡើងរវាងប្តីប្រពន្ធរវាងគូស្នេហ៍រវាងគូសង្សារអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតសូមលោកអ្នកមានការប្រុងប្រយ័ត្នហើយអត់ធ្មត់ខន្តីឲ្យបានច្រើនបើមិនចង់ឲ្យមានចំនួនឆ្លោះទាស់តែងគ្នាកើតឡើងទេព្រោះស្អែកថ្ងៃច័ន្ទនេះគឺអាចឆ្លោះគ្នារវាងប្តីប្រពន្ធរវាងគូស្នេហ៍អញ្ចឹងត្រូវអត់ធ្មត់បន្តិចអ្នកដែលកើតឆ្នាំជូតអញ្ចឹងអ្នកដែលកើតឆ្នាំជូតបើបានស្ដាប់បានឮបានឃើញហើយសូមលោកអ្នក comment លេខសំណាងគឺលេខ819 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ819លេខ819គឺជាលេខនាំលៀបនាំសំណាងរបស់លោកអ្នកដែលកើតនៅឆ្នាំជូតបន្ទាប់ពីជូតចូលដល់ឆ្លូវរាសីរបស់លោកអ្នកសម្រាប់ថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025អ្នកដែលកើតនៅឆ្នាំឆ្លូវរាសីក៏មិនសូវជាល្អប្រហែលដែរនៅថ្ងៃនេះសូមលោកអ្នក comment នៅលេខសំណាងលេខ768លេខសំណាងលេខ768ពណ៌សំណាងគឺពណ៌ផ្ទៃមេឃអ្នកដែលកើតនៅឆ្នាំឆ្លូវលេខសំណាងលេខ768ពណ៌សំណាងពណ៌ផ្ទៃមេឃបាទ comment លេខសំណាងហើយរាសីរបស់អស់លោកអ្នកនៅថ្ងៃច័ន្ទនេះមិនសូវជាល្អទេអ្នកដែលកើតឆ្នាំឆ្លូវទាំងឡាយគឺត្រូវមានការប្រុងប្រយ័ត្នជាពិសេសការធ្វើដំណើរបាទព្រោះជើងលេខគេថាយើងអាចឈឺដោយការរអិលដួលបាទការរអិលដួលឬមួយក៏ដើរទៅវាប៉ះក្បាលប៉ះអីបុកនេះបុកនោះអីអញ្ចឹងទៅប្រយ័ត្នមុតកបិតមុតអីអញ្ចឹងទៅអ្នកដែលកើតឆ្នាំឆ្លូវនៅថ្ងៃច័ន្ទទី26នេះប្រយ័ត្នអាគ្រោះថ្នាក់ទូចកើតឡើងបាទប្រយ័ត្នគ្រោះថ្នាក់ទូចកើតឡើងហ្នឹងឧទាហរណ៍ថាយើងចំពប់ជើងដួលយើងរអិលដួលឬមួយក៏យើងដើរមិនបានមើលទៅប៉ះនេះប៉ះនោះឬមួយក៏មុតដៃមុតជើងអីជាដើមអញ្ចឹងគឺត្រូវតែប្រយ័ត្នឲ្យមែនតែនសម្រាប់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវបាទប្រយ័ត្នណាប្រយ័ត្នរអិលដួលប្រយ័ត្នអីណាបើសិនជាលោកអ្នកមានឪពុកមានម្ដាយចាស់ជរាអីកូនក្មេងអីក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យបានមែនតែនដែរប្រយ័ត្នគាត់រអិលដួលឬមួយក៏មានគ្រោះថ្នាក់ណាមួយកើតឡើងអាគ្រោះថ្នាក់ដែលយើងមើលមិនឃើញណាបាទប្រយ័ត្នឲ្យមែនតែនរឿងចំណុចនេះអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំឆ្លូវ comment លេខសំណាងគឺលេខ768ពណ៌សំណាងពណ៌ផ្ទៃមេឃប្រយ័ត្នរអិលដួលប្រយ័ត្នខិចថ្លោះប្រយ័ត្នមុតកបិតប្រយ័ត្នប៉ះនេះប៉ះនោះជាយថាហេតុណាបងប្អូនណាបាទបន្ទាប់ពីឆ្នាំឆ្លូវចូលដល់ឆ្នាំខាលលេខសំណាងប្រចាំថ្ងៃគឺលេខ321ពណ៌សំណាងពណ៌ទឹកមាសអញ្ចឹងបងប្អូនកូនក្មួយដែលកើតនៅឆ្នាំខាល comment លេខសំណាងមួយគឺលេខ321ចំណែកពណ៌សំណាងគឺពណ៌ទឹកមាសណាបងប្អូនណាបាទលេខសំណាងលេខ321ពណ៌សំណាងពណ៌ទឹកមាសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំខាលសម្រាប់ថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025លោកអ្នកប្រយ័ត្នពាក្យសម្ដីបាទប្រយ័ត្នពាក្យសម្ដីណារាល់ពាក្យសម្ដីដែលនិយាយទៅខាងក្រៅទោះបីជានិយាយជាមួយអ្នកណាក៏ដោយបុគ្គលណាក៏ដោយក៏ត្រូវមានការប្រុងប្រយ័ត្នគិតឲ្យមែនតែនបាទគិតឲ្យមែនតែនណាមិនមែនចេះតែនិយាយមិនមែនចេះតែថាទេប្រយ័ត្ននាំរឿងនាំហេតុមកដាក់ខ្លួនរឿងគួរនិយាយចាំនិយាយរឿងមិនគួរនិយាយកុំលូកកុំជលក់ត្មងវាអត់មានចំណេញអីទេអញ្ចឹងកុំនិយាយណាបងប្អូនដែលកើតនៅឆ្នាំខាលគឺត្រូវតែតមពាក្យសម្ដីណាបាទលេខសំណាងគឺលេខ
bây giờ mà phây muối po sầm nang po tật bia và giặt bịa sập đầy tích lúc nè để cao đây làm khảo bà là cất nga cái đói bao mình giấy là ngày say thì lôi giấy tới cái bạc cán thì lôi giấy tới cái khẳng bà chẳng xong chung po đó nè cao làm khảo ở hướng là cọp tăng lái ở vì nia sạp sồn và to bị khá cho đọt thọ lúc nè để cao đây làm thọเลขสำนักเลขบุญรอยสายมุ้ยปอสำนักปอกาแฟลูกเนี่ยในการในชนำท้อเลขสำนักเลขบุญรอยสายมุ้ยปอสำนักปอกาแฟเรียไซระบอลูกเนี่ยในการในชนำท้อเรียไซลังปูตรอดได้บาเรียไซลังปูตรอดได้เนี่ยการชนำท้อนะจังไอ้นี่ลูกเนี่ยคำมันเลขใบเอ๋ยมาให้บุญรอยสายมุ้ยปอสำนักปอกาแฟកិច្ចការងារលក់ដូររកស៊ីចំនួនជួញដូរទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះគឺល្អប្រសើរអត់មានបញ្ហាអត់មានរឿងរ៉ាវណាដែលមិនល្អកើតឡើងជាមួយលោកអ្នកទេបាទអញ្ចឹងរាល់អ្វីទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះគឺល្អអញ្ចឹងល្អគ្រប់យ៉ាងណាស្អែកនឹងអញ្ចឹងសូមជូនពរដល់លោកអ្នកដែលកើតឆ្នាំថោះទាំងអស់ឲ្យបានជោគជ័យរីកចម្រើនព្រោះថារាសីរបស់យើងឡើងខ្លាំងនៅថ្ងៃស្អែកនេះសម្រាប់លោកអ្នកដែលកើតឆ្នាំថោះបាទស្អែកលោកអ្នកឲ្យអាវពណ៌កាហ្វេយកទៅពាក់បាទដើម្បីនាំលៀបនាំសំណាងបន្ទាប់ពីថោះចូលដល់រោងលេខសំណាងលេខ974ពណ៌សំណាងគឺពណ៌ខៀវបងប្អូនកូនក្មួយដែលកើតនៅឆ្នាំរោងសូមខមមិនលេខសំណាងលេខ974ខមមិនលេខសំណាង974ហើយ share នៅវីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ974ពណ៌សំណាងគឺពណ៌ខៀវរាសីសម្រាប់ថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025សម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងរាសីឡើងខ្ពស់ត្រដែតបាទកិច្ចការងារជំនួយជួញដូរមុខរបររកស៊ីរបស់លោកអ្នកនៅថ្ងៃច័ន្ទនេះគឺជាថ្ងៃបើកឃ្លាំងទ្រព្យគឺជាថ្ងៃបើកសម្បត្តិអញ្ចឹងលោកអ្នកធ្វើអ្វីក៏បានកាក់កបលោកអ្នកធ្វើអ្វីក៏បានរីកចម្រើនជោគជ័យរកស៊ីមានបានធ្វើអ្វីក៏សំប្រកបដោយក្តីបំណងដែលយើងប៉ងប្រាថ្នាអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងគឺរាសីឡើងស្អែកនឹងបាទតឡើងហើយធ្វើអ្វីក៏បានកាក់កបដែរធ្វើអ្វីក៏បានល្អចម្រើនជោគជ័យដែរអញ្ចឹងសូមអបអរសាទរដល់លោកអ្នកដែលកើតនៅឆ្នាំរោងបាទសូមឲ្យមានលៀបមានជ័យសុខសប្បាយកាក់កបរីកចម្រើនជារៀងរហូតតរៀងទៅអ្នកកើតឆ្នាំរោងបាទបន្ទាប់ពីរោងចូលដល់ម្សាញ់រាសីរបស់អស់លោកអ្នកនៅថ្ងៃទី26ខែឧសភាឆ្នាំ2025ក៏រាសីល្អដែរសម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់នោះលេខសំណាងគឺលេខ721ពណ៌សំណាងពណ៌ចម្ប៉ាក្រៀមបាទពណ៌ចម្ប៉ាក្រៀមបាទលេខសំណាងលេខ721ពណ៌សំណាងពណ៌ចម្ប៉ាក្រៀមលោកអ្នកដែលកើតនៅឆ្នាំម្សាញ់រាសីឡើងខ្ពស់ត្រដែតកិច្ចការងារជំនួយជួញដូរមុខរបររកស៊ីអ្វីគ្រប់យ៉ាងគឺមានភាពល្អប្រសើរសម្រាប់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់រាសីល្អរាសីឡើងកាក់កបរីកចម្រើនបាទធ្វើអីក៏ល្អធ្វើអីក៏រីកចម្រើនដែរអ្នកកើតឆ្នាំម្សាញ់នៅថ្ងៃស្អែកនេះថ្ងៃច័ន្ទពណ៌សំណាងពណ៌ចម្ប៉ាក្រៀមបងប្អូនរកអាវពណ៌ចម្ប៉ាក្រៀមយកទៅពាក់ណាបងប្អូនណាបាទលោកអ្នកទាំងឡាយលោកអ្នកទាំងពួងជាទីគោរពនិងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតបាទលោកអ្នកដែលពិបាកនៅក្នុងការរកចំណូលបែរថាលក់ដូរអត់ដាច់រកស៊ីអត់ឡើងធ្វើអីអត់សូវបានកាក់កបដូចបំណងគេជពាក់លុយគេអត់សងมันមានលៀបมันមានសំណាងធ្វើអីអត់សូវកាក់កបលោកអ្នកមានបញ្ហាផ្សេងដោយសាររាសីយើងអត់ឡើងលោកអ្នកអាចជាវនៅខ្សែដៃហុងស៊ុយនេះយកទៅពាក់បាននេះគឺគេហៅថាខ្សែដៃស្រូបលុយខ្សែដៃដោះបំណុលបងប្អូនណាបាទខ្សែដៃស្រូបលុយខ្សែដៃដោះបំណុលនេះគឺជាប្រភេទខ្សែដៃនាំលៀបនាំសំណាងជូនដល់លោកអ្នកបាទជូនដល់លោកអ្នកខ្សែដៃនាំលៀបនាំសំណាងណាខ្សែដៃស្រូបលុយខ្សែដៃដោះបំណុលហេតុអីបានគ្រាន់តែពាក់ខ្សែដៃនឹងវាស្រូបលុយវាដោះបំណុលគឺបងប្អូនត្រូវដឹងថាកាលណាតែរាសីយើងដាក់កាលណាតែរាសីយើងធ្លាក់យើងធ្វើអ្វីក៏យើងអត់សូវបានកាក់កបយើងធ្វើអ្វីក៏យើងអត់បានរីកចម្រើនដែរយើងលក់ដូរក៏លក់អត់បានដែរតែរាសីដាក់រកស៊ីក៏អត់បានដែរចឹងតែរកស៊ីអត់បានហើយរកស៊ីដាក់ហើយអត់មានលុយចាយទេត្រូវខ្ចីលុយគេហើយតែខ្ចីលុយគេហើយអត់មានលុយសងគេទេចឹងពាក់ខ្សែដៃនេះហើយគឺរាសីឡើងតែរាសីឡើងយើងធ្វើអ្វីក៏បានកាក់កបយើងធ្វើអ្វីក៏រីកចម្រើនកាលណាដែលយើងធ្វើអ្វីក៏កាក់កបក៏រីកចម្រើនលុយចូលមកគឺយើងជពាក់លុយគេយើងមានលុយសងគេហើយចឹងបងប្អូនដែលកំពុងតាមដានទស្សនាចង់ឲ្យរាសីឡើងចង់ឲ្យកាក់កបលោកអ្នកអាចជាវនៅខ្សែដៃស្រូបលុយដោះបំណុលនេះយកទៅពាក់បានដោយសារប្រភេទខ្សែដៃនេះគឺជាខ្សែដៃត្បូងធម្មជាតិហើយមានពណ៌តម្រូវទៅនឹងធាតុរបស់លោកអ្នកដើម្បីយកទៅពាក់ទៅដើម្បីជួយជំរុញជោគរាសីរបស់យើងតាមក្បួនហុងស៊ុយឲ្យរាសីឡើងឲ្យយើងកាក់កបរីកចម្រើនចឹងកម្មហុងស៊ុយនេះខ្សែដៃស្រូបលុយដោះបំណុលនេះបងប្អូនអាចជាវយកទៅពាក់បានពាក់ឲ្យធ្វើឲ្យចិត្តត្រជាក់ពាក់ឲ្យធ្វើឲ្យយើងមានលៀបមានជ័យរកលុយបានកាក់កបណាបងប្អូនណាបាទនេះគឺជាខ្សែដៃប្រភេទ VIP ត្បូងធម្មជាតិគេហៅខ្សែដៃស្រូបលុយបោះបំណុលអញ្ចឹងលោកអ្នកអាចជាវបាននៅប្រភេទខ្សែដៃនេះណាបាទយើងមាននៅក្នុងស្តុកតិចទេលោកអ្នកចង់បានអាចជាវបានណាយើងមានតិចទេហើយបើសិនបើបងប្អូនស្ទើរថវិកាបងប្អូនអាចជាវនៅម៉ូដនេះក៏បានដែរនេះក៏ជាខ្សែដៃហុងស៊ុយ5ធាតុដែលយើងយកទៅពាក់ជួយជំរុញរាសីរបស់យើងបានដែរអញ្ចឹងអ្នកណាក៏ដោយដែលរាសីមិនសូវឡើងគេងមិនសូវស្ងប់យល់សពអាក្រក់
មានបញ្ហាណាមួយចាក់ស្រេះគិតមិនចេញលោកអ្នកអាចជាវនៅប្រភេទខ្សែដៃ5ធាតុនេះយកទៅពាក់បានដូចគ្នាកាលណាទៅយកទៅពាក់ហើយគឺនាំលៀបនាំសំណាងបងប្អូនចង់បាននៅប្រភេទខ្សែដៃត្បូងធម្មជាតិក៏បានឬមួយក៏យកខ្សែដៃនេះក៏បានណាអានេះគឺខ្សែដៃធម្មតាមិនមែន VIP ទេប៉ុន្តែនេះគឺជាប្រភេទខ្សែដៃ VIP អញ្ចឹងបងប្អូនអាចជាវយកទៅពាក់បានហៅខ្សែដៃស្រូបលុយខ្សែដៃដោះបំណុលយកទៅពាក់ទៅនឹងនាំលៀបនាំសំណាងជូនដល់លោកអ្នកណាបាទបងប្អូនធ្លាប់ពាក់បងប្អូនដឹងហើយបាទព្រោះខ្សែដៃនេះល្អមានប្រសិទ្ធភាពណាបងប្អូនណាបាទអញ្ចឹងសូមឲ្យបងប្អូនចង់បានឆាតចូលពេកជាវណាបងប្អូនណាបាទគឺចម្រើនជោគជ័យរីកចម្រើនហើយបងប្អូនណាបាទអញ្ចឹងសូមជូនពរប៉ុណ្្នឹងចោះបាទកូនរុសកូនធីរីគាត់ថាវាល្អណាស់លោកគ្រូខ្ញុំស្រឡាញ់វាខ្លាំងបាទកូនផ្កាយសំណាងគាត់ថាអរគុណច្រើនលោកគ្រូជួយទាយឲ្យបាទកូនសង្វាពេជ្រគាត់ថាខ្សែដៃលោកគ្រូពិតជាប្រខែពិតមែនខ្ញុំគ្រាន់តែយកទៅពាក់ភ្លាមឥឡូវនេះខ្ញុំលក់ដូរដាច់ខ្លាំងជាងមុនបាទហើយមានលុយសងបំណុលគេទៀតបាទអរគុណច្រើនកូនណាបាទអរគុណដែលកូនទាំងឡាយដែលអញ្ជើញបានយកទៅពាក់ហើយក៏បានសរសើរណាហើយក៏លើកឡើងអំពីអ្វីដែលជាគេហៅថាលទ្ធផលដែលយើងទទួលបានណាបងប្អូនណាបាទអញ្ចឹងសូមជូនពរឲ្យសុខសប្បាយឲ្យកាក់កបឲ្យរីកចម្រើនទាំងអស់គ្នាទៅបាទសូមបន្តមកទៀតមិញនេះខ្ញុំបានទូទាយដល់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់បន្ទាប់ពីម្សាញ់ឥឡូវនេះចូលដល់មមីបាទលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកដែលកើតនៅឆ្នាំមមីរាសីរបស់លោកអ្នកនៅថ្ងៃទី26ខែឧសភាឆ្នាំ2025មមីលេខសំណាងគឺលេខ432ពណ៌សំណាងពណ៌ផ្កាឈូកបងប្អូនដែលកើតនៅឆ្នាំមមីលេខសំណាងលេខ432ពណ៌សំណាងពណ៌ផ្កាឈូកបាទរាសីរបស់លោកអ្នកនៅថ្ងៃច័ន្ទស្អែកនេះដូចជាមិនសូវជាល្អប្រសើរប្រហែលទេប៉ុន្តែក៏វាមិនបានជះនៅឥទ្ធិពលអាក្រក់អីដល់យើងដែរគ្រាន់តែថាយើងវាមានអារម្មណ៍មួម៉ៅច្រើនខឹងច្រើនបាទមួម៉ៅច្រើនខឹងច្រើនសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីនៅថ្ងៃច័ន្ទនេះចឹងលោកអ្នកបើបានឮបានឃើញសូមលោកអ្នកទប់ចិត្តទប់អារម្មណ៍កុំខឹងច្រើនហើយខន្តីឲ្យបានច្រើនអ្នកដែលកើតឆ្នាំមមីគឺរៀងពិបាកចិត្តខឹងច្រើនបន្តិចនៅថ្ងៃច័ន្ទនេះបាទអញ្ចឹងសូមកុំខឹងណាអត់ធ្មត់អធិស្ឋានអត់ឲ្យគ្នាទៅវិញទៅមកជារឿងមួយល្អបំផុតបងប្អូនណាបាទអញ្ចឹងសូមបងប្អូនដែលកើតនៅឆ្នាំមមីទប់ចិត្តទប់អារម្មណ៍បាទណាលេខសំណាងគឺលេខ432ពណ៌សំណាងពណ៌ផ្កាឈូកលោកអ្នកដែលកើតឆ្នាំមមីខមមិនលេខ432ហើយពណ៌សំណាងគឺពណ៌ផ្កាឈូកបាទបន្ទាប់ពីមមីចូលដល់មម៉ែលេខសំណាងលេខ992ពណ៌សំណាងពណ៌សបាទបងប្អូនដែលកើតនៅឆ្នាំមម៉ែលេខសំណាងលេខ992ពណ៌សំណាងពណ៌សរាសីរបស់លោកអ្នកសម្រាប់ថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025លោកអ្នកដែលកើតនៅឆ្នាំមម៉ែលោកអ្នករាសីរបស់លោកអ្នកក៏មិនសូវជាល្អប្រហែលដែរអ្នកកើតឆ្នាំមម៉ែបាទប៉ុន្តែល្អមិនល្អឥឡូវយើងខមមិនលេខសំណាងយកហេងសិនគឺលេខ992ពណ៌សំណាងពណ៌សអ្នកកើតឆ្នាំមម៉ែពិបាកចិត្តបាទពិបាកចិត្តណាស់បាទពិបាកចិត្តណាស់នៅថ្ងៃច័ន្ទហ្នឹងចឹងរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរខ្វល់ក៏ខ្វល់រឿងមិនគួរបារម្ភក៏បារម្ភចិត្តតែគិតចិត្តតែព្រួយចិត្តតែខ្វល់ចិត្តតែបារម្ភចឹងអ្នកដែលកើតឆ្នាំមម៉ែគិតច្រើនព្រួយច្រើនខ្វល់ច្រើនបារម្ភច្រើនចឹងប្រាប់ឲ្យហើយដូចខ្ញុំបានជម្រាបតាំងពីដើមអញ្ចឹងថារឿងណាគួរគិតចាំគិតរឿងណាមិនគួរគិតមិនបាច់គិតទេពីព្រោះថាវាគ្មានអត្ថប្រយោជន៍អីណាមួយមកឲ្យយើងគិតច្រើនទេចឹងអ្នកដែលកើតឆ្នាំមម៉ែចង់ថ្ងៃច័ន្ទស្អែកហ្នឹងគឺគិតច្រើនហើយគិតរឿងអីគឺគិតត្មងឲ្យតែរឿងគឺគិតទាំងអស់ណាប្រមូលគ្នាគិតទៅចិត្តតែគិតទៅចិត្តតែព្រួយទៅណាបាទចឹងអ្នកដែលកើតនៅឆ្នាំមម៉ែថ្ងៃស្អែកខមមិនលេខសំណាងគឺលេខ992ចំណែកពណ៌សំណាងពណ៌សស្អែកលោកអ្នករៀងគិតច្រើនតិចលោកអ្នកដែលកើតនៅឆ្នាំមម៉ែប៉ុន្តែសូមជូនពរជូនជ័យសេរីសួស្តីវិបុលសុខមហាប្រសើរជូនដល់អស់លោកដែលកើតនៅឆ្នាំមម៉ែសូមឲ្យលោកអ្នកមានលៀបមានសំណាងហើយហេងទាំងអស់គ្នាចាប់តាំងពីម៉ោងនេះពេលនេះនាទីនេះតទៅអ្នកដែលកើតឆ្នាំមម៉ែខមមិនលេខសំណាងគឺលេខ992ពណ៌សំណាងពណ៌សបាទបន្ទាប់ពីមម៉ែចូលដល់វោកលេខសំណាងលេខ598ពណ៌សំណាងពណ៌បៃតងលោកអ្នកដែលកើតនៅឆ្នាំវោករាសីសម្រាប់ថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025រាសីរបស់លោកអ្នកលេខសំណាងលេខ598ពណ៌សំណាងគឺបាទពណ៌សំណាងគឺពណ៌បៃតងលោកអ្នកដែលកើតនៅឆ្នាំមម៉ែនៅថ្ងៃច័ន្ទនេះសូមលោកអ្នកមានការប្រយ័ត្នប្រយែងបន្តិចជាពិសេសនៅក្នុងការធ្វើដំណើរបាទការធ្វើដំណើរណាលោកអ្នកមានការប្រុងប្រយ័ត្នបន្តិចមិនថាធ្វើដំណើរទៅទីជិតទីឆ្ងាយអីទេគឺសូមឲ្យលោកអ្នកមានការប្រយ័ត្នប្រយែងបាទបើមិនមានការប្រយ័ត្នប្រយែងទេលោកអ្នកអាចនឹងមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងអញ្ចឹងយើងប្រយ័ត្នប្រយែងមិនមែនថាមិនឲ្យដើរទៅណាសោះទេដើរទៅចោះប៉ុន្តែឲ្យមានការប្រយ័ត្នប្រយែងបើកបរដោយគោរពច្បាប់ចរាចរណ៍កុំលឿនពេកកុំប្រើប្រាស់ទូរស័ព្ទកុំអីទៅហើយប្រយ័ត្នឲ្យគ្រប់ដង្ហើមចេញចូលព្រោះថាយើងត្រូវឲ្យមានការប្រុងប្រយ័ត្នប៉ុន្តែមិនមែនឲ្យតែប្រយ័ត្នថ្ងៃច័ន្ទហ្នឹងទេរាល់ការបើកបរនៅលើដងផ្លូវគឺត្រូវតែប្រយ័ត្ន
ប្រយ័ត្នគ្រប់ពេលវេលាណាមិនដល់ប្រយ័ត្នថ្ងៃច័ន្ទថ្ងៃគីអត់ប្រយ័ត្នអត់ទេប្រយ័ត្នរហូតប៉ុន្តែគាត់ថាយើង special សម្រាប់ថ្ងៃច័ន្ទហ្នឹងគឺប្រយ័ត្នឲ្យខ្លាំងអ្នកដែលកើតឆ្នាំវោព្រោះថាតួលេខតួរាសីគេថាយើងប្រយ័ត្ននៅក្នុងការធ្វើដំណើរអញ្ចឹងសូមបងប្អូនកូនក្មួយត្រូវតែមានការប្រយ័ត្នប្រយែងបន្តិចបើមិនមានការប្រយ័ត្នប្រយែងទេនឹងមានបញ្ហាកើតឡើងបាទអ្នកដែលកើតឆ្នាំវោលេខសំណាងលេខ598បាទវោលេខសំណាងលេខ598ពណ៌សំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំវោពណ៌បៃតងប្រយ័ត្ននៅក្នុងការធ្វើដំណើរបងប្អូនកូនក្មួយទាំងឡាយទាំងពួងសម្រាប់អ្នកលក់ដូររកស៊ីសម្រាប់អ្នកប្រកបអាជីវកម្មផ្សេងលក់អត់សូវដាច់រកលុយមិនសល់រកលុយបានមកហើយប៉ុន្តែអត់សល់ណាបាទរកលុយបានមកច្រើនដែរប៉ុន្តែវាត្រូវការទៅវិញអស់វាមិនសល់គេចំណេញរហូតអញខាតរហូតគ្រួសារគេរីកចម្រើនរហូតដូរឡានដូរផ្ទះដូរម៉ូតូមានទៅឯងនឹងអត់មានគេរកលុយសល់មិនបានសំកាក់សេហ្នឹងមិនរលូនដូចគេអានឹងគេថាមកពីយើងអត់ដួងកែវរក្សាទ្រព្យឬមួយក៏រមបានអត់មានសេចក្តីសុខមកពីយើងរៀបជានាងផ្ទះអត់ត្រូវជានាងផ្ទះរៀបអត់ត្រូវជានាងផ្ទះរៀបឲ្យត្រូវគឺពិបាកនៅក្នុងការរៀបបន្តិចបើយើងខ្វះជំនាញបើគ្រូចិនសៃគេប្រកែគេរៀបទៅត្រូវហ្មងដាក់ទៅត្រូវដាក់ទៅចំហ្មងប៉ុន្តែបើសិនជាគ្រូចិនសៃអត់ជំនាញរៀបអត់ត្រូវទេដោយសារក្បួនហុងស៊ុយគឺគេកត់សម្គាល់លើរឿង5យ៉ាងរឿង5យ៉ាងសំដៅទៅលើធាតុកកើតទាំង5ហ្នឹងមានធាតុទឹកធាតុដីធាតុភ្លើងធាតុឈើមាសទឹកដីភ្លើងឈើមាសទឹកដីភ្លើងឈើមាសអញ្ចឹងអាធាតុទឹកធាតុដីធាតុភ្លើងធាតុឈើធាតុមាសហ្នឹងបើសិនបើយើងបានរៀបជំនាញផ្ទះឲ្យត្រូវនឹងធាតុទាំង5នេះគឺយើងនឹងបានចម្រើនជោគជ័យរីកចម្រើនរកស៊ីមានបានហើយប៉ុន្តែសួរតែយើងរៀបត្រូវឬអត់ចម្លើយឆ្លើយថាពិបាកបន្តិចសូម្បីតែគ្រូចឹងស្អែមួយចំនួនហ្នឹងក៏រៀបមិនត្រូវដែរណាបាទដោយសារគេត្រូវសមតុល្យនៃធាតុចឹងដើម្បីឲ្យវាល្អមកវិញព្រួយមួយបាញ់បានសត្វពីរនេះខ្ញុំណែនាំទេវតាជោគលាភទេវតាទ្រព្យដែលខ្ញុំលោកគ្រូមហាជុំបានរៀបចំឡើងឲ្យត្រឹមត្រូវតាមក្បួនគឺទេវតាជោគលាភសមតុល្យធាតុទាំង5ហ្នឹងបើសិនជាបងប្អូនកូនក្មួយមានទេវតាជោគលាភធាតុទាំង5នេះយកទៅដាក់នៅក្នុងផ្ទះរបស់បងប្អូននៅចិត្តជានាងផ្ទះនឹងជួយឲ្យជំនាញផ្ទះរបស់យើងដែលមិនត្រឹមត្រូវឬមួយក៏ត្រូវហើយក្តីឬមួយក៏ផុតយកហើយក្តីឲ្យបានល្អមកវិញគេហៅថាសមតុល្យនៃធាតុអញ្ចឹងយើងយកទេវតាទ្រព្យនេះយកទេវតាជោគលាភនេះយកទៅដាក់លើជំនាញផ្ទះរបស់បងប្អូនឬមួយក្នុងបន្ទប់ទទួលភ្ញៀវនឹងជួយឲ្យបន្ទប់ទទួលភ្ញៀវរបស់យើងឲ្យផ្ទះទាំងមូលរបស់យើងនឹងត្រូវតាមក្បួនហុងស៊ុយអញ្ចឹងធ្វើឲ្យយើងកាក់កបធ្វើឲ្យយើងរីកចម្រើនយើងរកស៊ីមានបានហើយតាមក្បួនហុងស៊ុយជំនឿគេបានបញ្ជាក់ថាទេវតាជោគលាភនេះជួយឲ្យមានទ្រព្យមានសម្បត្តិហើយបើលោកគ្រូដាក់ធាតុទាំង5ចូលទៀតគឺនឹងឲ្យកាក់កបអីអញ្ចឹងអ្នកណាដែលអត់មានដួងកៅរក្សាទ្រព្យរកលុយមិនសល់រកលុយមកនៅមិនសុខមិនស្រួលអីអាចជាវនៅទេវតាជោគលាភនេះយកទៅដាក់នៅក្នុងផ្ទះរបស់បងប្អូនយកទៅដាក់នៅកន្លែងលក់ដូររកស៊ីនឹងជួយជំរុញឲ្យមានភាពល្អប្រសើរកាក់កបរីកចម្រើនត្រឡប់មកវិញណាបើចង់បានអាចជាវបានព្រោះថាយើងអត់មានច្រើនទេទេវតាជោគលាភនេះយើងមានតិចបាទមានតិចអត់ច្រើនទេប្រហែលជា10ផ្ទាំងអីទេអស់ហើយព្រោះថារបស់អស់នេះសិតតែមានការប្រសិទ្ធិត្រឹមត្រូវហើយមានតិចដើម្បីជំរាបជូនដល់បងប្អូនកូនក្មួយលោកអ្នកដែលចង់បានណាបាទអញ្ចឹងចង់បានអាចឆាតចូលពេកជាវយកបានហើយមិញនេះខ្ញុំទួទាយមិញនេះដល់ឆ្នាំវោកអីបាទបន្ទាប់ពីឆ្នាំវោកឥឡូវចូលដល់រកាបាទរកាលោកអ្នកដែលកំពុងតាមដានទស្សនាលោកអ្នកដែលកើតនៅឆ្នាំរការាសីសម្រាប់ថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025អ្នកដែលកើតឆ្នាំលការាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតបាទអ្នកឆ្នាំលកាអបអសាទរឡើងខ្ពស់ត្រដែតលេខសំណាងអ្នកកើតឆ្នាំលកាលេខ235ពណ៌សំណាងពណ៌ត្នោតបាទអ្នកកើតឆ្នាំលកាលេខសំណាងលេខ235ពណ៌សំណាងពណ៌ត្នោតលោកអ្នកដែលកើតនៅឆ្នាំលកាខមមិនលេខ235ទៅហើយពាក់អាវពណ៌ត្នោតបាទរាសីរបស់លោកអ្នកឡើងខ្ពស់តដែតអ្នកកើតឆ្នាំលកាអញ្ចឹងថ្ងៃច័ន្ទនេះរាល់ចំនួនជួញដូរមុខរបររកស៊ីអ្វីទាំងឡាយដែលអ្នកកើតឆ្នាំលកាហ្នឹងគឺល្អគឺជោគជ័យគឺរីកចម្រើនណាបាទអញ្ចឹងអ្នកកើតឆ្នាំលកាល្អជោគជ័យរីកចម្រើនរកស៊ីមានបានកាក់កបហើយអញ្ចឹងសូមជូនពរឲ្យអ្នកកើតឆ្នាំលកាទាំងអស់ជោគជ័យទាំងអស់រីកចម្រើនទាំងអស់ណាសុខសប្បាយទាំងអស់គ្នាកាក់កបទាំងអស់គ្នាមានលៀបមានសំណាងទាំងអស់គ្នាអ្នកកើតឆ្នាំលកាបាទបន្ទាប់ពីលកាចូលដល់ចរាសីសម្រាប់ថ្ងៃនេះក៏ល្អដែរក៏ឡើងខ្ពស់ត្រដែតដែរចបងប្អូនណាបាទចក៏ឡើងខ្ពស់ត្រដែតដែរអញ្ចឹងអ្នកដែលកើតឆ្នាំចលេខសំណាងគឺលេខ115ពណ៌សំណាងពណ៌ប្រផេះបាទឆ្នាំចលេខសំណាងលេខ115ពណ៌សំណាងពណ៌ប្រផេះរាសីសម្រាប់ថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025អ្នកដែលកើតឆ្នាំចក៏រាសីលោកអ្នកឡើងខ្ពស់ត្រដែតដូចគ្នាបាទឡើងខ្ពស់ត្រដែតដូចគ្នាណាអញ្ចឹងរាល់កិច្ចការងារលក់ដូររកស៊ីអ្វីគ្រប់យ៉ាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំចក៏រាសីលោកអ្នកល្អដែរលោកអ្នកពាក់អាវពណ៌ប្រផេះដើម្បីជាពណ៌ហេងរបស់លោកអ្នកបាទកូនឈួនឆន្ទឌីជម្រាបសួរលោកគ្រូទាយថាថ្ងៃសៅរ៍ឆ្នាំឆ្លូវរាសីឡើងមានលៀបចូលឥឡូវហេងមែនលោកគ្រូអើយលៀបចូលមែនបាទអរគុណណាស់នាងជូនពរកូនសុខសប្បាយណាស់អ្នកកើតឆ្នាំឆ្លូវបាទអញ្ចឹងមិញនេះឆ្នាំចលេខសំណាងលេខ115
ពណ៌សំណាងគឺពណ៌ប្រផេះណារាសីឡើងកកបរីកចម្រើនអ្នកដែលកើតឆ្នាំចបងប្អូនទាំងឡាយដែលមានរឿងស្នេហាមិនត្រូវចិត្តស្នេហាមិនស្មោះត្រង់ស្នេហាផិតក្បត់ប្តីលួចមានស្រីមានអីមិនស្មោះត្រង់មួយយើងលោកអ្នកអាចជាវកមួនស្នេហ៍លោកគ្រូយកទៅលាបបានបាទកមួនស្នេហ៍គឺបកាយស័ក្តិសិទ្ធអាចសាក់លបងយកទៅលាបដើម្បីឲ្យប្តីត្រឡប់មកវិញបាទដើម្បីឲ្យប្តីត្រឡប់មកវិញដើម្បីជួយឲ្យគូស្នេហ៍របស់យើងល្អល្អឿនអញ្ចឹងលោកអ្នកជឿជាក់លោកអ្នកអាចជាវបានណាកមួនស្នេហ៍ស័ក្តិសិទ្ធចង់ឲ្យអ្នកដទៃនិយាយទៅស្ដាប់បង្គាប់ស្ដាប់តែយើងឲ្យល្អល្អឿនឲ្យលក់ដូរដាច់ឲ្យរ៉ូស៊ីមានបានឲ្យកាក់កបអានឹងអាចជាវបានណាបាទកមួនស្នេហ៍អត់មានច្រើនទេមានតែ 4-5 ខ្លងទេលោកអ្នកចង់បានលោកអ្នកអាចជាវបានកមួនស្នេហ៍ស័ក្តិសិទ្ធណាអញ្ចឹងសូមជូនពរឲ្យបានសុខសប្បាយកាក់កបរីកចម្រើនលោកអ្នកដែលកើតនៅគ្រប់ឆ្នាំទាំងអស់ណាកមួនស្នេហ៍បកាយបាទបកាយស័ក្តិសិទ្ធបងប្អូនណាបាទហើយតម្លៃយន់8ទិសនេះក៏បកាយដែរណាបងប្អូនកូនក្មួយដូចខ្ញុំបានជម្រាបជូនពីដើមអញ្ចឹងថាលោកអ្នកដែលនៅក្នុងផ្ទះដែលមិនមានហុងស៊ុយល្អនៅក្នុងផ្ទះដែលមានធម៌ពលអវិជ្ជមានទល់មុខដែលមានផ្លូវបុកមានបកគោលភ្លើងចំពីមុខចំកន្លែងមុខមន្ទីរពេទ្យមុខកន្លែងបញ្ចុះសពកន្លែងប្រឆាបូជាសពឬមួយក៏កន្លែងផ្សេងជាដើមដែលមិនត្រូវហុងស៊ុយហើយឬមួយក៏អ្នកដែលចិត្តខាងមានការគិតមិនល្អចំពោះយើងធ្វើបាបយើងដោយប្រការណាមួយបងប្អូនយកយន់8ទិសយកទៅដាក់នៅមុខផ្ទះរបស់បងប្អូននឹងជួយជំរុញជោគលាភនាំសំណាងមកដល់បងប្អូនគ្រប់គ្នាអញ្ចឹងបងប្អូនអ្នកដែលជឿជាក់ហើយជួបនៅវិបត្តិដូចដែលអ្វីដែលលោកគ្រូមហាជុំនិយាយលោកអ្នកអាចជាវនៅយន់8ទិសនេះយកទៅបានយកទៅដាក់បានណាបាទខ្ញុំណែនាំបាទអញ្ចឹងសូមជូនពរឲ្យហេងឲ្យកាក់កបរីកចម្រើនលោកអ្នកទាំងឡាយដែលកើតនៅឆ្នាំចខ្ញុំបានបញ្ចប់ឥឡូវចូលដល់កុលបងប្អូនណាចូលដល់កុលហើយកុលរាសីសម្រាប់ថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025អ្នកដែលកើតឆ្នាំកុលក៏រាសីឡើងខ្ពស់ដដែលដែរលេខសំណាងលេខ918បាទលេខសំណាងលេខ918ចំណែកពណ៌សំណាងលោកអ្នកដែលកើតឆ្នាំកុលគឺពណ៌លឿងបាទពណ៌លឿងណាលោកអ្នកដែលកើតនៅឆ្នាំកុលលេខសំណាងលេខ918ពណ៌សំណាងគឺពណ៌លឿងបាទលោកអ្នកដែលកើតនៅឆ្នាំកុលកិច្ចការងាររកស៊ីមុខរបរជំនួញជួញដូរអ្វីគ្រប់យ៉ាងគឺល្អប្រសើរសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលកិច្ចការងារលក់ដូររកស៊ីអាជីវកម្មផ្សេងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលគឺរាសីឡើយធ្វើអ្វីក៏បានកាក់កបដែរនៅថ្ងៃច័ន្ទទី26នេះបើទោះបីជាកន្លងមកយើងអត់សូវល្អដែរប៉ុន្តែឥឡូវថ្ងៃច័ន្ទនេះល្អបាទហើយអ្នកដែលកើតឆ្នាំកុលកុំភ្លេចកាត់ឆុងចេញផងដោយសារយើងរាសីកំពុងតែឆុងចឹងអត់ល្អទេចឹងយើងត្រូវកាត់ឆុងចេញផងណាកុំបដ ாய் ដោយសារយើងកំពុងឆុងតាមក្បួនឆុងចឹងបើឆុងយើងត្រូវកាត់ឆុងចេញណាបាទបើជឿជាក់ធ្វើតាមទៅតែបើមិនជឿទេអានឹងក៏ហិចទៅយើងសង្កល់មើលថាតើអ្វីដែលលោកគ្រូមហាជុំធ្វើការទូទាយហ្នឹងទៅមុខវាដូចនឹងអ្វីដែលលោកអ្នកកំពុងតែជួបដែរឬអត់អញ្ចឹងសូមជូនពរជូនជ័យសិរីសួស្តីសុភមង្គលវិបុលសុខមហាប្រសើរជូនដល់លោកអ្នកដែលកើតនៅឆ្នាំទាំង12ពីឆ្នាំចកោជូតស្រូវខាតថររោមសាញ់មីមេវលកាចកលជូតហ្នឹងបាទសូមលោកអ្នកសុខសប្បាយហើយលោកអ្នកទាំងឡាយដែលចេះតែសួរដល់ឆ្នាំនេះមិនខ្ញុំទាយគ្រប់ឆ្នាំហើយអញ្ចឹងក្រោយពីខ្ញុំទាយចប់លោកអ្នកអាចទាយម្ដងទៀតទៅអញ្ចឹងជូនពរណាហេងកាក់កបទាំងអស់គ្នាជម្រាបលាបាទអរគុណ